น้องดวงចិត្តខ្ញុំអត់ខ្ញុំស្រឡាញ់កូនខ្ញុំដោយសារគាត់ប្រាប់ខ្ញុំផ្ទាល់គាត់ថាប៉ាអូនដើម្បីគ្រួសារដើម្បីជាតិអូនទៅការពារប៉ាសម្រានទៅប៉ាកុំភ័យអូនអត់អីទេខ្ញុំនឹកសំណោះសម្ដីគាត់គាត់ហ៊ានម្លេះបាទគាត់ហ៊ានគាត់នៅក្មេងពេកខ្ញុំទទួលគាត់អត់បានគាត់ក្មេងហួសហេតុអីក៏គាត់ហ៊ានម្លេះគាត់ផ្ដាំផ្ញើថាប៉ាមិនបាច់អីទេអូននៅខាងមុខហើយអូនអ្នកពាំងប៉ាសម្រានទៅមិនអូនដឹងហើយទឹកចិត្តឪពុកមិនអោយបារម្ភពីកូនយ៉ាងម៉េចអនុញ្ញាតគ្រប់នឹងជំរាបសួរទៅកាន់ប្រិយមិត្តរបស់គឹមស្រូនញូនៅថ្ងៃទី18ខែធ្នូឆ្នាំ2025នេះខ្ញុំបាទគឹមស្រូននឹងក្រុមការងារកំពុងតែស្ថិតនៅក្នុងក្រុងបាត់ដំបងផ្ទាល់តែម្ដងតែថ្ងៃនេះចូលរួមបន់សពរបស់អវរៈកងទ័ពមួយរូបដែលឈ្មោះបងតង់ធានដែលគាត់បានពលីដើម្បីការពារប្រទេសជាតិក៏ដូចជាការពារទឹកដីឥឡូវគាត់បានទទួលមរណភាពហើយខ្ញុំក៏បានមកដល់នឹងទីតាំងផ្ទះរបស់គាត់ផ្ទាល់តែម្ដងឥឡូវកំពុងតែរៀបសង់រោងឥឡូវនេះឪពុកម្ដាយរបស់គាត់គឺកំពុងតែ